ស្វាគមន៍មកកាន់ការអធិដ្ឋាននាពេលព្រឹកព្រលឹមមុនពេលអធិដ្ឋានសូមលោកអ្នកបងប្អូនទាំងអស់គ្នាស្ដាប់នៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមុនសិនបន្ទាប់មកយើងនឹងអធិដ្ឋានជាមួយគ្នានៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក106ខ1បានចែងថាហាឡេលូយ៉ាចូលសរសើរដំកើងព្រះម្ចាស់ត្បិតព្រះអង្គសប្បុរសព្រះハរតីមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅខគម្ពីរនេះបានរំលឹកបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំថាតើព្រះជាម្ចាស់ទ្រង់ជានរណាហើយក៏បានរំលឹកដែរថាទោះបីជាយើងកំពុងតែជួបប្រទះនៅបញ្ហាជុំវិញខ្លួនរបស់យើងច្រើនយ៉ាងណាក៏ដោយក៏យើងនៅតែសរសើរដំកើងនិងអរព្រះគុណព្រះអង្គគ្រប់ពេលគ្រប់វេលានិងគ្រប់ស្ថានភាពនៃជីវិតរបស់យើងមិនមែនយើងអរព្រះគុណព្រះជាម្ចាស់និងសរសើរដំកើងព្រះអង្គតែនៅពេលដែលជីវិតរបស់យើងបានប្រសើរឡើងនោះទេតែយើងអរព្រះគុណព្រះអង្គគ្រប់កាលៈទេសៈទាំងអស់ដោយព្រោះព្រះជាម្ចាស់របស់យើងទ្រង់គឺល្អពេលខ្លះលោកអ្នកបងប្អូនហើយនឹងខ្ញុំកំពុងតែជួបប្រទះនៅចំណុចលំបាកខ្លាំងបំផុតនៅក្នុងជីវិតរបស់យើងប្រហែលជាសម្ពាធអាចនឹងធ្វើឲ្យយើងមានការលំបាកខ្លាំងក្នុងការមើលឃើញព្រះពររបស់ព្រះជាម្ចាស់ដែលកំពុងប្រទាននៅក្នុងជីវិតរបស់យើងអាចថាដួងចិត្តរបស់យើងកំពុងតែអស់កម្លាំងអស់ថាមពលហើយយើងចាប់ផ្ដើមសួរថាតើខ្ញុំត្រូវអរព្រះគុណព្រះជាម្ចាស់ដើម្បីអ្វីព្រោះជីវិតរបស់ខ្ញុំមើលឃើញថាកំពុងតែទទេស្អាតមិនទាន់បានទទួលនៅព្រះពរមិនទាន់បានជោគជ័យមិនទាន់បានសម្រេចផលអ្វីមួយផងនោះប្រសិនបើពាក្យទាំងនេះកំពុងតែមាននៅក្នុងគំនិតរបស់លោកអ្នកប្រសិនបើពាក្យទាំងនេះគឺជាលោកអ្នកដែលធ្លាប់និយាយកាលពីមុនដូច្នេះខ្ញុំសូមលើកទឹកចិត្តនិងរំលឹកបងប្អូនទាំងអស់គ្នាថាលោកអ្នកបងប្អូនមិនទាន់បានដាស់ខ្លួនឯងឲ្យភ្ញាក់ពីដំណេកទេនៅព្រឹកនេះតែបើបងប្អូនបានភ្ញាក់ពីដំណេកហើយនៅព្រឹកនេះមានន័យថាបងប្អូនមានខ្យល់ដង្ហើមដកកាលពីយប់មិញនៅក្នុងដំណេកដ៏លង់លក់ស្កប់ស្កល់របស់បងប្អូនប្រសិនបើបងប្អូនភ្ញាក់ពីដំណេកហើយនៅព្រឹកនេះមានន័យថាចលនាបេះដូងរបស់បងប្អូនកំពុងតែធ្វើចលនាតាំងពីយប់រហូតមកដល់ព្រឹកនេះដូច្នេះនោះគឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលបានបំពេញឲ្យលោកអ្នកបងប្អូនហើយនឹងខ្ញុំមានខ្យល់ដង្ហើមបេះដូងរបស់យើងនៅមានចលនាតាំងពីយប់មិញរហូតដល់ព្រឹកព្រលឹមពេលនេះដូច្នេះតើលោកអ្នកបងប្អូនហើយនឹងខ្ញុំគួរតែសរសើរដំកើងនិងអរព្រះគុណព្រះអង្គដែរឬទេនៅព្រឹកនេះនោះគឺជាព្រះគុណដ៏អស្ចារ្យដែលព្រះអង្គថែរក្សាការពារនិងបំពេញជីវិតរបស់យើងជារៀងរាល់ថ្ងៃនោះគឺជាសេចក្តីមេត្តាករុណារបស់ព្រះអង្គដែលព្រះអង្គបានប្រទានជីវិតរបស់យើងនៅថ្ងៃនេះបន្តទៀតប្រសិនបើលោកអ្នកបងប្អូនហើយនឹងខ្ញុំនៅមានអាហារហូបជាប្រចាំថ្ងៃនោះមានន័យថាគឺជាការផ្គត់ផ្គង់តាមព្រះបន្ទូលសន្យារបស់ព្រះអង្គនៅតម្រូវការចាំបាច់របស់យើងប្រសិនបើលោកអ្នកនៅមានផ្ទះសម្បែងដើម្បីជ្រកនៅមានកន្លែងស្នាក់សមរម្យនោះមានន័យថាព្រះជាម្ចាស់បានប្រទានការការពារដល់លោកអ្នកប្រសិនបើជើងទាំងពីររបស់អ្នកនៅអាចដើរបានទ្រទ្រង់រាងកាយទាំងមូលប្រសិនបើភ្នែករបស់អ្នកនៅតែអាចមើលឃើញត្រចៀករបស់អ្នកនៅតែអាចស្ដាប់ឮសារនៃព្រះបន្ទូលនេះទាំងនេះហើយគឺជាការអស្ចារ្យដែលព្រះជាម្ចាស់បានបំពេញផ្គត់ផ្គង់មកកាន់លោកអ្នកទាំងនេះមិនមែនគឺជារបស់ទូចតាចនោះទេតែវាគឺជាការអស្ចារ្យដ៏ធំនៅក្នុងជីវិតរបស់លោកអ្នកហើយនឹងខ្ញុំដែលព្រះនៅតែបន្តបំពេញនៅក្នុងរូបរាងកាយព្រលឹងវិញ្ញាណតម្រូវការចាំបាច់ប្រចាំថ្ងៃហើយទ្រង់ក៏កំពុងតែធ្វើកិច្ចការអស្ចារ្យជាប្រចាំថ្ងៃនៅក្នុងជីវិតលោកអ្នកហើយនឹងខ្ញុំប៉ុន្តែពេលខ្លះយើងមើលរំលងយើងអត់បានសរសើរដំកើងព្រះអង្គអត់បានអរព្រះគុណព្រះអង្គអស់អំពីដួងចិត្តរបស់យើងសម្រាប់ស្ថានភាពទាំងនោះសម្រាប់ការអស្ចារ្យទាំងនោះដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងរួចស្រេចទៅហើយពេលខ្លះទៀតយើងសម្លឹងមើលតែទ្រព្យសម្បត្តិខាងក្រៅយើងសម្លឹងមើលតែព្រះពរខាងក្រៅដែលព្រះជាម្ចាស់បានប្រទានតាមរយៈមុខរបរតាមរយៈការងារតាមរយៈព្រះពរផ្សេងៗដែលលោកអ្នកបងប្អូនបានទទួលដូច្នេះធ្វើឲ្យបងប្អូនស៊ាំនឹងព្រះពរទាំងនោះហើយនៅពេលដែលលោកអ្នកបងប្អូនហើយនឹងខ្ញុំ
លែងបានទទួលព្រះពរទាំងនោះដែលមើលឃើញនឹងភ្នែកដោយបំពេញតាមដួងចិត្តរបស់យើងដោយបំពេញតាមការចង់បានរបស់យើងធ្វើឲ្យយើងមានការសង្ស័យចំពោះភាពស្មោះត្រង់របស់ព្រះអង្គបន្តិចម្ដងជារៀងរាល់ថ្ងៃហើយយើងនៅតែរំពឹងអំពីព្រះពរទាំងនោះដោយមិនបានអរព្រះគុណព្រះជាម្ចាស់នៅរាល់អ្វីដែលយើងកំពុងតែមាននោះឡើយប៉ុន្តែសេចក្តីពិតវិញនោះគឺបើគ្មានសេចក្តីស្រឡាញ់របស់ព្រះអង្គនោះទេតើយើងនឹងរស់នៅកន្លែងណាតើយើងនឹងទៅជាយ៉ាងណាបើគ្មានសេចក្តីមេត្តាករុណារបស់ព្រះអង្គនោះទេតើអ្វីដែលអាចនឹងធ្វើឲ្យយើងរួបរวมគ្នាបាននៅក្នុងព្រះគម្ពីរកូឡូសជំពូក3ខ15ដល់17បានចែងថាសូមឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទសោយរាជ្យក្នុងចិត្តបងប្អូនព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យរួបរวมគ្នាក្នុងព្រះកាយតែមួយដើម្បីឲ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្តត្រូវអរព្រះគុណព្រះអង្គជានិច្ចសូមព្រះបន្ទូលរបស់ព្រះគ្រីស្ទសន្ធិដ្ឋនៅក្នុងបងប្អូនឲ្យបានបរិបូរណ៍ចូលព្រីនប្រដៅនិងដាស់តឿនគ្នាទៅវិញទៅមកដោយប្រាជ្ញាគ្រប់យ៉ាងចូលច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្តដោយប្រើទំនុកដំកើងបទសរសើរនិងបទចម្រៀងមកពីព្រះវិញ្ញាណការអ្វីក៏ដោយដែលបងប្អូនធ្វើទោះបីជាពាក្យសម្ដីឬកាយវិការក្តីត្រូវធ្វើក្នុងព្រះនាមព្រះម្ចាស់យេស៊ូវទាំងអស់ទាំងអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាតាមរយៈព្រះអង្គផងនៅក្នុងព្រះបន្ទូលនេះបានប្រាប់យើងនៅអ្វីមួយដែលស៊ីជម្រៅពាក្យថាដឹងគុណមិនមែនយើងគ្រាន់តែនិយាយពាក្យថាអរគុណមួយម៉ាត់គឺគ្រប់គ្រាន់នោះទេតែវាគឺជាការបង្ហាញអំពីរបៀបរស់នៅរបស់យើងនោះយើងត្រូវអនុញ្ញាតឲ្យសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់គ្រប់គ្រងនៅលើជីវិតរបស់យើងមិនមែនបណ្តែតបណ្តោយឲ្យភាពថប់បារម្ភឲ្យភាពល្វីងជូរចត់ឬក៏អំណាចមកគ្រប់គ្រងជីវិតរបស់យើងនោះទេប៉ុន្តែយើងត្រូវអនុញ្ញាតឲ្យសន្តិភាពនិងសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់គ្រប់គ្រងនៅក្នុងជីវិតរបស់យើងហើយសេចក្តីសុខសាន្តទាំងនោះគឺបានមកពីការដឹងគុណការអរព្រះគុណព្រះជាម្ចាស់ក្នុងគ្រប់កាលៈទេសៈទាំងអស់ដោយព្រោះតែសេចក្តីសុខសាន្តនោះឯងយើងទាំងអស់គ្នាត្រូវបានត្រាស់ហៅដើម្បីអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់កែច្នៃដុសខាត់នៅរបៀបដែលយើងរស់នៅរបៀបដែលយើងនិយាយនិងនៅរបៀបដែលយើងប្រព្រឹត្តជាប្រចាំថ្ងៃការដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់គឺជាបណ្ដុំដែលជំរុញយើងឲ្យចេញធ្វើសកម្មភាពអ្វីមួយតាមរយៈពាក្យសម្ដីរបស់យើងតាមរយៈការថ្វាយបង្គំរបស់យើងតាមរយៈនៅទំនាក់ទំនងរបស់យើងផងដែរប៉ុន្តែលោកអ្នកបងប្អូនទាំងអស់គ្នាត្រូវចាំថាមានអន្ទាក់មួយដែលងាយស្រួលនាំគ្រីស្ទបរិស័ទនាំអ្នកជឿព្រះជាម្ចាស់ទាំងអស់ឲ្យធ្លាក់ចុះនោះគឺការបំពេញតាមចិត្តរបស់ខ្លួនឯងឬពាក្យមួយទៀតថាមិនចេះស្កប់ចិត្តនៅពេលដែលយើងទទួលព្រះពរពីព្រះជាម្ចាស់សឹងតែคล้ายទៅជាទម្លាប់ឬក៏ស៊ាំទៅហើយនោះយើងក៏បានឈប់កត់សម្គាល់នៅព្រះពរទាំងនោះដែលព្រះជាម្ចាស់ប្រទានមកកាន់យើងនៅពេលដែលជីវិតរបស់យើងកំពុងតែរស់នៅយ៉ាងមានផាសុកភាពអត់មានឧបសគ្គអត់មានបញ្ហាអ្វីកើតឡើងយើងក៏ភ្លេចអរព្រះគុណព្រះជាម្ចាស់នៅពេលជីវិតរបស់យើងកំពុងតែមានព្រះពរនិងដំណើរការរស់នៅយ៉ាងអសប្បាយយើងក៏មានគំនិតមួយដ៏គ្រោះថ្នាក់គឺការទាមទារនិងចង់បានអំណាចបន្ថែមទៀតពេលនោះពេលវេលាដ៏ល្អការគេងលក់ដ៏ស្កប់ស្កល់និងភាពសំណុកសុខស្រួលក៏បានរលាយបាត់ទៅប៉ុន្តែការចេះដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់គឺបានជួយរុញប្រឆាំងនឹងគំនិតទាំងនោះនៅពេលដែលយើងចេះអរព្រះគុណព្រះជាម្ចាស់នោះយើងនឹងក្លាយទៅជាមនុស្សដែលចេះបន្ទាបខ្លួនហើយក៏បានរំលឹកយើងថាគ្រប់ទាំងកិច្ចការល្អៗទាំងអស់ដែលកើតមាននៅក្នុងជីវិតរបស់យើងគឺមកពីព្រះជាម្ចាស់ដែលគង់នៅឯនគរឋានសួគ៌ប្រសិនបើយើងបដូរនៅការគិតនិងការផ្ដោតអារម្មណ៍របស់យើងពីអ្វីដែលយើងគិតថាយើងកំពុងតែខ្វះខាតយើងត្រូវបដូរការផ្ដោតនឹងគំនិតរបស់យើងថាខ្ញុំគ្រប់គ្រាន់ខ្ញុំបរិបូរណ៍ហើយនោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់កំពុងតែរៀបចំប្រទានមកកាន់លោកអ្នកបងប្អូនហើយនឹងខ្ញុំគឺស្ថិតនៅក្នុងដៃរបស់ពួកយើងហើយដូច្នេះនៅពេលដែលលោកអ្នកបងប្អូនទាំងអស់គ្នា
និយាយពាក្យថាអរព្រះគុណព្រះជាម្ចាស់កុំគ្រាន់តែនិយាយត្រឹមតែពាក្យសម្ដីប៉ុន្តែត្រូវនិយាយចេញពីជំរឿដួងចិត្តរបស់យើងលោកអ្នកបងប្អូនត្រូវតែយល់នៅអ្វីដែលលោកអ្នកបងប្អូនកំពុងនិយាយយើងអាចអរព្រះគុណព្រះជាម្ចាស់សម្រាប់ផ្ទះសម្បែងរបស់យើងអាចអរព្រះគុណព្រះជាម្ចាស់សម្រាប់ក្រុមគ្រួសាររបស់យើងសម្រាប់ការងាររបស់យើងនិងអរព្រះគុណព្រះជាម្ចាស់សម្រាប់សុខភាពរបស់យើងប៉ុន្តែប្រសិនបើលោកអ្នកបងប្អូនមានអ្វីដែលចង់លំអិតស៊ីជម្រៅជាងនេះសូមនិយាយអធិដ្ឋានអរព្រះគុណព្រះជាម្ចាស់សម្រាប់កិច្ចការទាំងនោះក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នាគឺថាលោកអ្នកបងប្អូនអាចអរព្រះគុណព្រះជាម្ចាស់សម្រាប់ការការពាររបស់ព្រះអង្គចំពោះលោកអ្នកបងប្អូនដែលរឿងរ៉ាវខ្លះប្រហែលជាលោកអ្នកបងប្អូនហើយនឹងខ្ញុំមិនបានដឹងថាកិច្ចការនោះគឺទ្រង់បានការពារយើងនោះទេអរគុណព្រះជាម្ចាស់សម្រាប់ទ្វារណាដែលទ្រង់បានបិទទោះបីពេលនោះយើងមិនទាន់យល់ច្បាស់នៅឡើយក៏ដោយហេតុអ្វីបានជាព្រះជាម្ចាស់មិនទាន់ឆ្លើយតបហេតុអ្វីទ្រង់បិទទ្វារនោះមិនអនុញ្ញាតឲ្យយើងចេញតែមកដល់ពេលនេះបងប្អូនបានឃើញទេថាមូលហេតុអីបានជាព្រះអង្គបិទទ្វារមិនឲ្យយើងចេញអំពីទីតាំងរបស់យើងដែលព្រោះតែព្រះអង្គមានគោលបំណងការពារយើងពីមារកំណាចមានគោលបំណងការពារយើងពីហានិភ័យមួយចំនួនយើងអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គមិនបានប្រទានអ្វីគ្រប់យ៉ាងតាមពាក្យទូលសុំរបស់យើងទាំងដែលពេលខ្លះយើងអធិដ្ឋានទូលអង្វរយើងអធិដ្ឋានទាំងទឹកភ្នែកយើងអធិដ្ឋានទាំងស្រែកយំនៅតម្រូវការចាំបាច់នៅអ្វីដែលយើងចង់បាននាពេលនោះប៉ុន្តែព្រះអង្គមិនបានប្រទានរបស់ទាំងនោះមកទេព្រោះទ្រង់បានការពារយើងព្រះអង្គទ្រង់ស្គាល់ថាប្រសិនបើយើងទទួលបានរបស់ទាំងនោះវានឹងធ្វើឲ្យយើងឈឺចាប់ជាជាងជួយជំនួយដល់យើងជាមិនខានសេចក្តីពិតនោះគឺយើងតែងតែមិនដឹងអំពីរបៀបអធិដ្ឋានឲ្យបានច្បាស់លាស់ពេលខ្លះយើងអធិដ្ឋានទូលសុំព្រះជាម្ចាស់ដែលផ្ដោតទៅលើអារម្មណ៍របស់ពួកយើងដោយមិនទទួលស្គាល់អំពីរបៀបដែលវាផ្ដល់ផលប៉ះពាល់មិនល្អដល់យើងក្នុងរយៈពេលវែងនោះឡើយប៉ុន្តែសម្រាប់ព្រះជាម្ចាស់វិញព្រះអង្គទតឃើញនៅរូបភាពទាំងមូលទ្រង់ទតឃើញនៅរបៀបដែលយើងបានសម្រេចចិត្តនៅថ្ងៃនេះដែលអាចកែច្នៃនៅថ្ងៃស្អែករបស់យើងឲ្យបានកាន់តែប្រសើរឡើងវាប្រៀបបីដូចជាឪពុកម្ដាយដែលពោពេញដោយសេចក្តីស្រឡាញ់ពួកគេមិនដែលឲ្យកំបិតដែលមុតស្រួចទៅឲ្យកូនរបស់ពួកគេកាន់នោះឡើយទោះបីកូនទាំងនោះទទូចសុំចង់កាន់យ៉ាងណាក៏ដោយព្រះបិតារបស់យើងបានមានព្រះបន្ទូលថាមិនទាន់ដល់ពេលនៅឡើយទេនៅពេលដែលយើងគ្រប់គ្នាកំពុងតែទូលសុំព្រះអង្គដែលព្រះអង្គជ្រាបថាការទូលសុំរបស់យើងនោះនឹងធ្វើឲ្យយើងមានគ្រោះថ្នាក់ឬក៏បង្កការខូចខាតណាមួយទៅដល់ជីវិតរបស់យើងនៅពេលដែលព្រះជាម្ចាស់ទ្រង់មិនទាន់បានឆ្លើយតបនៅការអធិដ្ឋានទូលសុំរបស់យើងនោះមិនមែនន័យថាព្រះអង្គបដិសេធការអធិដ្ឋានរបស់យើងឡើយតែនោះគឺជាសេចក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ជីវិតរបស់យើងហើយកិច្ចការនោះគឺជាអ្វីដែលយើងត្រូវតែសម្ដែងការដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីដែលព្រះអង្គបានធ្វើការអស្ចារ្យនៅក្នុងជីវិតរបស់យើងផងដែរដូច្នេះថ្ងៃនេះលោកអ្នកបងប្អូនសូមកសាងនៅរបៀបរស់នៅដោយដឹងគុណព្រះជាម្ចាស់កុំគ្រាន់តែអរព្រះគុណព្រះអង្គនៅពេលដែលជីវិតរបស់យើងកំពុងតែមានភាពស្រណុកសុខស្រួលនោះឡើយតែសូមឲ្យយើងបានអរព្រះគុណព្រះជាម្ចាស់នៅក្នុងគ្រប់ទាំងផ្លូវនិងរបៀបនៃការរស់នៅរបស់យើងប្រចាំថ្ងៃមិនថាស្ថានភាពជីវិតរបស់យើងកំពុងតែជួបប្រទះនៅអ្វីក៏ដោយយើងត្រូវតែពោលពាក្យថាអរព្រះគុណព្រះជាម្ចាស់សម្រាប់ថ្ងៃនេះប្រសិនបើលោកអ្នកបងប្អូនចង់ចាប់ផ្ដើមនៃការដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់សូមចាប់ផ្ដើមអរព្រះគុណព្រះអង្គសម្រាប់កិច្ចការដែលកើតមាននៅក្នុងជីវិតរបស់បងប្អូនពីតូចទៅធំចាប់ផ្ដើមពីព្រះពរតិចតួចដែលយើងគិតថាវាគឺជាកិច្ចការដែលតិចតួចបំផុតដែលយើងបានទទួលសូមអរព្រះគុណព្រះជាម្ចាស់នៅអ្វីដែលលោកអ្នកបងប្អូនកំពុងតែមាននោះអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានដាស់យើងឲ្យភ្ញាក់ពីដំណេកនៅព្រឹកនេះនៅមានជីវិតមានដង្ហើមបេះដូងនៅមានចលនាអរព្រះគុណព្រះអង្គសម្រាប់ការផ្ដល់ឱកាសមួយថ្ងៃទៀតនៅក្នុងជីវិតរបស់យើង
ព្រះគុណព្រះអង្គដែលទ្រង់មានព្រះハរតីអត់ធ្មត់ជាមួយនឹងយើងក្នុងអំឡុងពេលដែលយើងកំពុងតែរីកចម្រើនបន្តិចម្ដងព្រះគុណព្រះជាម្ចាស់សម្រាប់មនុស្សដែលនៅជុំវិញខ្លួនរបស់យើងអធិដ្ឋានសម្រាប់យើងជារៀងរាល់ពេលអរគុណព្រះអង្គដែលអនុញ្ញាតឲ្យយើងមានព្រះបន្ទូលព្រះអង្គនៅក្នុងដៃដើម្បីឲ្យយើងមានជីវិតរស់រានក្នុងខណៈពេលដែលយើងកំពុងតែដុនដាបកំពុងតែខ្វះខាតកំពុងតែវេទនាការដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់គឺពិតជាមានអំណាចខ្លាំងណាស់ការចេះដឹងគុណព្រះអង្គវានឹងជួយបន្ទន់ដួងចិត្តរបស់យើងនឹងនាំយើងឲ្យមានភាពស្និទ្ធស្នាលចូលកាន់តែជិតព្រះវត្តមានរបស់ព្រះជាម្ចាស់ការចេះដឹងគុណព្រះអង្គនឹងបំបែកនៅរាល់អំនួតនៃការពឹងផ្អែកទៅលើខ្លួនឯងរបស់យើងបំបែកនៅរាល់ភាពភ័យខ្លាចបំបែករាល់ភាពល្វីងជូរចត់នៅក្នុងជីវិតរបស់យើងការដឹងគុណនិងអរព្រះគុណព្រះជាម្ចាស់នឹងបើកភ្នែករបស់យើងឲ្យមើលឃើញអំពីសេចក្តីដ៏ល្អរបស់ព្រះជាម្ចាស់ដែលធ្វើការយ៉ាងសប្បុរសនៅក្នុងការរស់នៅនៃជីវិតរបស់យើងរាល់គ្នាទោះបីជាពេលខ្លះជីវិតរបស់យើងបានជួបនៅការលំបាកវេទនាជាច្រើនលើកច្រើនសារក៏ព្រះអង្គនៅតែសម្ដែងនៅសេចក្តីសប្បុរសរបស់ព្រះអង្គឲ្យយើងគ្រប់ពេលគ្រប់វេលាដែរសូមឲ្យជីវិតរបស់យើងបានប្រកាសចេញនៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក106ខទី1មិនមែនគ្រាន់តែប្រកាសតាមរយៈបបោមាត់របស់យើងតែប៉ុណ្ណោះទេប៉ុន្តែយើងប្រកាសដោយចេញអំពីដួងចិត្តដ៏បរិសុទ្ធរបស់យើងចេញអំពីគំនិតរបស់យើងចេញអំពីការជ្រើសរើសរបស់យើងចេញអំពីការថ្វាយបង្គំរបស់យើងសូមសរសើរដំកើងព្រះជាម្ចាស់ដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតសូមអរព្រះគុណព្រះជាម្ចាស់ដោយព្រោះព្រះអង្គគឺទ្រង់តែងតែល្អជានិច្ចសេចក្តីមេត្តាករុណារបស់ព្រះអង្គគឺមិនដែលបញ្ចប់នោះឡើយខណៈពេលនេះសូមលោកអ្នកបងប្អូនទាំងអស់គ្នាមេត្តាសម្រួមចិត្តអធិដ្ឋានជាមួយគ្នាដូចតទៅអោព្រះវរបិតាដែលគង់នៅឯនគរឋានសួគ៌អើយព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយូហានចំពុក3ខ16បានរំលឹកទូលបង្គំថាដោយព្រះជាម្ចាស់ទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហេតុនេះហើយបានជាព្រះអង្គប្រទានបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កលជានិច្ចគឺមិនឲ្យគេវិនាសឡើយព្រះអង្គអើយសេចក្តីពិតរបស់ព្រះអង្គនឹងមិនដែលបាត់បង់នោះឡើយគឺនៅស្ថិតស្ថេរអស់កលជានិច្ចសេចក្តីពិតរបស់ព្រះអង្គបានអង្រួននៅក្នុងទូបង្គំគ្រប់យ៉ាងនៅពេលដែលទូបង្គំបានស្ដាប់ឮសេចក្តីពិតទាំងនោះតាមរយៈព្រះបន្ទូលរបស់ទ្រង់ព្រះអង្គមិនបានគ្រាន់តែមានព្រះបន្ទូលថាទ្រង់ស្រឡាញ់ពិភពលោកតែប៉ុណ្ណោះទេប៉ុន្តែព្រះអង្គទ្រង់មានភស្តុតាងបង្ហាញយ៉ាងច្បាស់ថាពិតជាព្រះអង្គស្រឡាញ់ពិភពលោកនេះយ៉ាងពិតប្រាកដមែនដោយព្រះអង្គបានបញ្ជូនព្រះបុត្រាតែមួយគត់របស់ព្រះអង្គមកសគត់នៅលើឈើឆ្កាងដើម្បីអំពើបាបរបស់មនុស្សនៅលើពិភពលោកនៃផែនដីនេះព្រះអង្គបានលះបង់នៅគ្រប់ទាំងទ្រព្យសម្បត្តិមហាសាលរបស់ព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទគឺជាបុត្រារបស់ទ្រង់តែមួយគត់ដូច្នេះហើយទូលបង្គំដែលជាមនុស្សមានបាបនេះដែលព្រះអង្គបានសង្គ្រោះតាមរយៈការលះបង់ការសគត់នៅលើឈើឆ្កាងដោយព្រោះតែបាបរបស់ទូលបង្គំនិងលោកអ្នកបងប្អូនទាំងអស់គ្នាដែលកំពុងតែអធិដ្ឋាននៅពេលនេះតាមពិតទៅព្រះអង្គអាចនឹងមិនធ្វើបែបនេះក៏បានព្រះអង្គអាចទុកយើងចោលក៏បានព្រះអង្គអាចឲ្យអំពើបាបនេះរូបរឹតយើងក៏បានប៉ុន្តែព្រះអង្គបានជ្រើសរើសសេចក្តីមេត្តាករុណាជ្រើសរើសយកការបូជាព្រះជន្មជ្រើសរើសយកសេចក្តីស្រឡាញ់សម្រាប់មនុស្សលោកទាំងអស់ហើយព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាស្ដេចទ្រង់គឺជាព្រះសង្គ្រោះរបស់ខ្ញុំទូលបង្គំសូមអរព្រះគុណព្រះអង្គសម្រាប់ការអត់ធ្មត់ស៊ូទ្រាំរបស់ព្រះអង្គនៅលើឈើឆ្កាងទូលបង្គំអរព្រះគុណទ្រង់អស់អំពីដួងចិត្តរបស់ទូលបង្គំដែលព្រះអង្គស៊ូទ្រាំយកគ្រប់ទាំងបន្ទុកបញ្ហារបស់ទូលបង្គំទៅដាក់លើព្រះអង្គផ្ទាល់ដើម្បីរំដោះទូលបង្គំចេញអំពីអំពើបាបនិងសេចក្តីអាក្រក់នានានៅពេលដែលទូលបង្គំគិតស៊ីជម្រៅអំពីកិច្ចការទាំងនេះធ្វើឲ្យទូលបង្គំបន្ទាបខ្លួនចុះហើយនៅស្ងៀមស្ងាត់នៅព្រះបាទទីរបស់ព្រះអង្គថ្វាយបង្គំព្រះអង្គនឹកអំពីដួងព្រះハរតីមេត្តាករុណារបស់ទ្រង់គ្រប់ពេលវេលាទ្រង់គឺជាកូនជាមរបស់ព្រះជាម្ចាស់តែមួយអង្គគត់ព្រះអង្គបរិសុទ្ធទ្រង់មិនដែលរអ៊ូរទាំព្រះអង្គសុខចិត្តសគត់នៅលើឈើឆ្កាងដើម្បីអំពើបាបទូលបង្គំ
ព្រះអង្គត្រូវបានគេជន់ឈ្លីគេមើងងាយគេវាយដំគេស្ដោះទឹកមាត់ដាក់ត្រូវបានគេដំដាច់គោលព្រះហស្ថនិងព្រះបាតទីរបស់ព្រះអង្គជាប់ទៅនឹងឈើឆ្កាងមិនមែនព្រោះតែទ្រង់បានធ្វើអ្វីមួយខុសនោះទេប៉ុន្តែព្រះអង្គជ្រើសរើសទទួលរងនៅអ្វីដែលជាជំនួសឲ្យទូលបង្គំដែលមិនអាចទ្រាំទ្រដែលមិនអាចធ្វើឲ្យរួចផុតបាននោះគឺជាអំពើបាបដ៏ខ្មៅងងឹតនៅក្នុងជីវិតទូលបង្គំតាមពិតព្រះយេស៊ូវទ្រង់មិនស័ក្តិសមនឹងទទួលការវាយដំដាច់គោលជាប់នៅលើឈើឆ្កាងនោះឡើយប៉ុន្តែព្រះអង្គសុខចិត្តយកព្រះហស្ថរបស់ព្រះអង្គនិងព្រះបាទទីរបស់ព្រះអង្គទទួលរងអំពើឈឺចាប់ទាំងនោះជំនួសយើងទ្រង់មិនស័ក្តិសមនឹងមង្កត់បន្លាជំនួសឲ្យមង្កត់នៃការសោយរាជ្យនៅឯនគរឋានសួគ៌នោះឡើយដោយមង្កត់បន្លានោះបានចាក់ចូលយ៉ាងជ្រៅនៅក្នុងព្រះកេសរបស់ព្រះអង្គទ្រង់មិនស័ក្តិសមនឹងភាពអាម៉ាស់នោះឡើយទ្រង់មិនស័ក្តិសមទទួលយកនៅការឈឺចាប់នោះតតែសោះព្រះអង្គមិនស័ក្តិសមនឹងទទួលបន្ទុកដ៏ធ្ងន់ឬក៏អំរែកនៃអំពើបាបរបស់ទូលបង្គំឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព្រះអង្គបានជ្រើសរើសទទួលអំរែកទាំងអស់នោះដាក់នៅលើរូបកាយរបស់ព្រះអង្គគ្រប់ទាំងស្នាមរបួសគ្រប់ទាំងដំណក់ព្រះលោហិតរបស់ព្រះអង្គគ្រប់ទាំងសម្រែកដ៏ឈឺចាប់របស់ទ្រង់គឺដោយព្រោះតែសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សលោកទ្រង់តើតមកទូលបង្គំព្រះអង្គតើតឃើញនៅភាពបាក់បែកព្រះអង្គតើតឃើញនៅភាពពោពេញដោយអំពើបាបព្រះអង្គតើតឃើញនៅភាពដែលពោពេញទៅដោយការខ្វះខាតពេលដែលព្រះអង្គតើតមើលឃើញភាពទាំងនោះហើយទ្រង់ក៏មានព្រះបន្ទូលថាទ្រង់នឹងយាងមកអោព្រះអម្ចាស់អើយតើឲ្យទូលបង្គំនឹងសងត្រឡប់នៅព្រះគុណដ៏អស្ចារ្យនេះទៅកាន់ព្រះអង្គយ៉ាងម៉េចបានយោងទៅតាមសេចក្តីពិតគឺទូលបង្គំមិនអាចតបស្នងនៅព្រះគុណទាំងនេះបានឡើយប៉ុន្តែជាការអស្ចារ្យនោះគឺទ្រង់មិនដែលទាមទារការតបស្នងពីមនុស្សលោកត្រឡប់ទៅវិញឡើយព្រះអង្គគ្រាន់តែចង់ឲ្យយើងទទួលនិងជឿទទួលស្គាល់ថាយើងគឺជាមនុស្សមានបាបហើយយកព្រះអង្គគឺជាព្រះសង្គ្រោះរបស់យើងដើម្បីឲ្យអំពើបាបដ៏ខ្មៅងងឹតរបស់យើងនោះបានលុបបំបាត់ចេញឲ្យអស់ព្រះអង្គបានផ្ដល់ជីវិតថ្មីមកកាន់ទូលបង្គំជំនួសឲ្យសេចក្តីស្លាប់ដ៏ភ័យខ្លាចដូច្នេះព្រះអង្គអើយទូលបង្គំពិតជាទទួលជឿទូលបង្គំពិតជាទុកចិត្តទូលបង្គំពិតជាជឿជាក់លើអ្វីដែលព្រះអង្គបានលះបង់ហើយទូលបង្គំនឹងឆ្លើយថាបាទចំពោះសេចក្តីជំនឿនិងទុកចិត្តយកព្រះអង្គគឺជាព្រះសង្គ្រោះរបស់ទូលបង្គំទូលបង្គំនឹងយល់ព្រមឆ្លើយតបតាមរយៈការត្រាស់ហៅរបស់ព្រះអង្គប្រសិនបើព្រះអង្គសព្វហារតីឲ្យទូលបង្គំនិងក្រុមគ្រួសារទូលបង្គំធ្វើកិច្ចការរបស់ព្រះអង្គទូលបង្គំនឹងយល់ព្រមគ្រប់ពេលគ្រប់វេលាទូលបង្គំនឹងសូមចោះចូលនៅចំពោះប្រវត្តិមានរបស់ព្រះអង្គទូលបង្គំសូមទុកចិត្តលើពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់នៅពេលដែលទូលបង្គំអធិដ្ឋានសូមអ្វីមួយទូលបង្គំនឹងរងចាំដោយភាពអត់ធ្មត់ដោយដែលព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដែរព្រះអង្គអើយទូលបង្គំសូមថ្វាយដួងចិត្តថ្វាយគំនិតសេចក្តីប៉ងប្រាថ្នាសេចក្តីសុបិនគ្រប់យ៉ាងនិងថ្វាយប្រាជ្ញារបស់ទូលបង្គំទៅកាន់ព្រះអង្គទូលបង្គំនឹងថ្វាយគ្រប់ទាំងភាពបាក់បែកខ្ទេចខ្ទាំនៃដួងចិត្តទូលបង្គំសូមថ្វាយនៅគ្រប់ទាំងភាពមន្ទិលសង្ស័យសូមថ្វាយគ្រប់ទាំងភាពខ្សោយរបស់ទូលបង្គំទៅកាន់ព្រះអង្គទូលបង្គំចង់រស់នៅសម្រាប់ព្រះអង្គទូលបង្គំចង់ឲ្យជីវិតរបស់ទូលបង្គំបានឆ្លុះបញ្ចាំងអំពីភាពស្រស់ស្អាតនៃការលះបង់បូជាព្រះជន្មរបស់ព្រះអង្គដើម្បីមនុស្សលោកទាំងអស់ទូលបង្គំចង់ឲ្យសកម្មភាពរបស់ទូលបង្គំពាក្យសម្ដីរបស់ទូលបង្គំគំនិតរបស់ទូលបង្គំនាំមកនៅការថ្វាយស្រីល្អចំពោះព្រះនាមរបស់ព្រះអង្គទូលបង្គំចង់ដើរនៅក្នុងពន្លឺដោយអ្វីដែលព្រះអង្គបានធ្វើសម្រាប់ទូលបង្គំនិងមនុស្សទាំងអស់កូនចង់ឲ្យមនុស្សទាំងអស់បានឃើញអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គតាមរយៈជីវិតជាទីបន្ទាល់របស់ទូលបង្គំទោះបីជាទូលបង្គំមិនអាចតបស្នងសងគុណដល់ការលះបង់របស់ព្រះអង្គបានក៏ដោយប៉ុន្តែអ្វីដែលកូនចង់ធ្វើកូននឹងចំណាយពេលនៃគ្រប់ទាំងពេលវេលារបស់ទូលបង្គំដើម្បីស្រឡាញ់ព្រះអង្គហើយកូនក៏សូមថ្វាយអ្វីទាំងអស់ដែលកូនមានទៅកាន់ទ្រង់ផងដែរព្រះអង្គអើយសូមទទួលយកជីវិតរបស់ទូលបង្គំគឺជាកម្មសិទ្ធិរបស់ព្រះអង្គហើយព្រះអង្គអើយកូនសូមអរព្រះគុណព្រះអង្គដែលព្រះអង្គយាងមកដើម្បីរំដោះទូលបង្គំទោះបីបើទូលបង្គំមិនសូមឲ្យព្រះអង្គធ្វើកិច្ចការទាំងនោះក៏ដោយទូលបង្គំបានខ្ទេចខ្ទាំបាក់បែកបាត់ទៅហើយប៉ុន្តែព្រះអង្គទ្រង់បានត្រាស់ហៅទូលបង្គំហើយស្ដារទូលបង្គំឡើងវិញមកដល់ពេលបច្ចុប្បន្ននេះ
នៅពេលដែលទូបង្គំសម្លឹងមើលគ្រប់ជ្រុងនៃជីវិតរបស់ទូបង្គំបានឃើញអំពីរបៀបដែលព្រះអង្គបានធ្វើការអស្ចារ្យប្រទានព្រះពរមកកាន់ជីវិតទូបង្គំជីវិតក្រុមគ្រួសាររបស់ទូបង្គំជីវិតក្រុមជំនុំនិងគ្រប់ទាំងមិត្តភ័ក្តិសាច់ញាតិបងប្អូនរបស់ទូបង្គំផងដែរដោយព្រោះព្រះអង្គមានព្រះハរតីមេត្តាករុណានិងសប្បុរសព្រះអង្គអើយកូនអរព្រះគុណព្រះអង្គសម្រាប់ជីវិតអកលជានិច្ចដែលព្រះអង្គបានប្រទានតាមរយៈជំនឿមកកាន់ទូបង្គំហើយក៏អរព្រះគុណព្រះអង្គសម្រាប់គ្រប់ទាំងអំណោយទានដែលព្រះអង្គបានប្រទាននៅក្នុងជីវិតរបស់ទូបង្គំទាំងពេលខ្លះទូបង្គំមិនបានកត់សម្គាល់ថានោះគឺជាព្រះពរដែលមកពីព្រះអង្គកូនអរព្រះគុណទ្រង់សម្រាប់ខ្យល់ដង្ហើមដែលមាននៅក្នុងជីវិតរបស់ទូបង្គំកូនអរព្រះគុណទ្រង់សម្រាប់សុខភាពល្អនៅក្នុងរាងកាយរបស់កូននិងអរព្រះគុណទ្រង់សម្រាប់កម្លាំងដែលព្រះអង្គអនុញ្ញាតឲ្យទូបង្គំនៅតែបន្តដំណើរឆ្ពោះទៅមុខនៅក្នុងបេសកកម្មនៃជីវិតក្នុងព្រះរាជរបស់ទ្រង់គុណអរព្រះគុណទ្រង់សម្រាប់កន្លែងស្នាក់នៅដំបូលផ្ទះដ៏កក់ក្ដៅដែលព្រះអង្គបានប្រទានមកកាន់ទូបង្គំនិងក្រុមគ្រួសារប្រទានឲ្យទូបង្គំមានទឹកស្អាតដើម្បីបរិភោគមានអាហារល្អៗដើម្បីទទួលទានជារៀងរាល់ថ្ងៃនិងប្រទានឲ្យទូបង្គំមានការសម្រានលក់ស្រួលដោយសេចក្តីសុខសាន្តនិងសុវត្ថិភាពកិច្ចការទាំងនេះពេលខ្លះទូបង្គំគិតថាវាជាកិច្ចការដែលតូចតាចតែតាមពិតវាគឺជាកិច្ចការដ៏ធំបំផុតដែលព្រះអង្គបានធ្វើការអស្ចារ្យធំមហិមានៅក្នុងជីវិតរបស់ទូបង្គំក៏ដូចជាជីវិតលោកអ្នកបងប្អូនដែលជាមនុស្សដែលរស់នៅលើផែនដីទាំងមូលព្រះអង្គម្ចាស់អើយសូមឃុំក្រងនិងប្រទានពរនៅតម្រូវការរបស់ទូបង្គំទាំងតម្រូវការដែលមើលឃើញនិងតម្រូវការដែលមើលមិនឃើញហើយទូបង្គំមិនដែលចង់បានកិច្ចការទាំងនោះដើម្បីគ្រាន់តែឲ្យទូបង្គំคล้ายទៅជាអ្នកដែលមានបានហឺហាអួតបំផោងនោះឡើយគ្រាន់តែការដែលមានឱកាសគេងលក់ស្រួលសុខសាន្តនៅពេលយប់គ្មានការភ័យខ្លាចគ្មានការហេវហត់គ្មានការឈឺចាប់នោះរាប់ថាជាព្រះពរដ៏ធំធេងនិងជាអំណោយទានដ៏អស្ចារ្យដែលព្រះអង្គបានប្រទានមកកាន់ជីវិតទូបង្គំរួចទៅហើយក៏ជាព្រះគុណដ៏អស្ចារ្យបំផុតផងដែរទូបង្គំដឹងយ៉ាងច្បាស់ថាទូបង្គំនឹងមិនអាចមានអ្វីៗគ្រប់យ៉ាងដែលទូបង្គំចង់បាននោះទេប៉ុន្តែក្នុងព្រះអង្គទូបង្គំដឹងថាទូបង្គំនឹងមានអ្វីៗគ្រប់យ៉ាងដែលទូបង្គំត្រូវការជាចាំបាច់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាចំណែកដ៏ធំបំផុតនៃជីវិតរបស់ទូបង្គំព្រះអង្គគឺជាសេចក្តីសុខសាន្តរបស់ទូបង្គំទ្រង់គឺជាអ្នកការពារទូបង្គំព្រះអង្គក៏ជាអ្នកដែលផ្គត់ផ្គង់ក្នុងជីវិតរបស់ទូបង្គំទ្រង់ជាឪពុកដ៏ជាទីស្រឡាញ់និងជាមិត្តភក្តិដ៏ជិតស្និទ្ធរបស់ទូបង្គំផងដែរនៅពេលដែលទូបង្គំមានអារម្មណ៍ថាអស់កម្លាំងនិងជួបអ្វីមួយដែលហួសពីសមត្ថភាពរបស់ទូបង្គំបានធ្វើឲ្យទូបង្គំបាននឹកចាំពីបទគម្ពីរមួយគឺព្រះគម្ពីរបរតេវជំពូកទី3ខទី22ដល់ខទី23បានចែងថាគឺខ្ញុំនឹកដល់ព្រះハរតីសប្បុរសរបស់ព្រះអម្ចាស់ដែលមិនចេះរលត់ព្រះអង្គមានព្រះハរតីអាណិតអាសូរចំពោះខ្ញុំឥតទីបញ្ចប់ព្រះអង្គតែងតែសម្ដែងព្រះハរតីសប្បុរសនិងព្រះハរតីអាណិតអាសូរនេះសារជាថ្មីរៀងរាល់ព្រឹកព្រះハរតីស្មោះត្រង់របស់ព្រះអង្គមានទំហំធំពុនពេកក្រៃបំណងព្រះハរតីរបស់ព្រះអង្គមិនដែលបរាជ័យម្ដងណាឡើយអ្វីៗទាំងអស់នឹងបានជាថ្មីឡើងវិញជារៀងរាល់ព្រឹកដោយព្រោះព្រះអង្គព្រះគុណរបស់ព្រះអង្គគឺធំធេងណាស់សម្រាប់ទូបង្គំព្រះអង្គតែងតែប្រទានពេលព្រឹកដ៏ស្រស់ស្រាយមកកាន់ជីវិតទូបង្គំទោះបីម្សិលមិញគឺជាថ្ងៃដែលមិនល្អសម្រាប់ទូបង្គំក៏ដោយទោះបីពេលខ្លះទូបង្គំមានភាពមិនសុខចិត្តមានមន្ទិលសង្ស័យមានការមិនស្កប់ចិត្តនឹងអ្វីដែលទូបង្គំទទួលពីព្រះអង្គក៏ដោយប៉ុន្តែព្រះអង្គតែងតែបង្ហាញសេចក្តីមេត្តាករុណាមកដល់ទូបង្គំជានិច្ចអត់ទោសដល់ទូបង្គំហើយស្ដារទូបង្គំជាថ្មីឡើងវិញជារៀងរាល់ថ្ងៃព្រះអង្គអើយកូនអរព្រះគុណព្រះអង្គសម្រាប់គ្រប់យ៉ាងទូបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់ព្រះជាម្ចាស់អើយទូបង្គំទុកចិត្តទៅលើព្រះអង្គកូនសូមថ្វាយរាល់គ្រប់ទាំងពាក្យអធិដ្ឋានរបស់ទូបង្គំនៅក្នុងព្រះនាមដ៏អស្ចារ្យរបស់ព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទអេមែនបើលោកអ្នកបងប្អូនទាំងអស់គ្នាគិតថាវីដេអូនេះអាចជួយជំរុញជំនឿរបស់លោកអ្នកនាំនៅការចំណាយពេលវេលាដ៏ស្ងៀមស្ងាត់ជាមួយព្រះអង្គសូមលោកអ្នកបងប្អូនបានជួយចុច Subscribe ដើម្បីនឹងទទួលបានវីដេអូអធិដ្ឋានថ្មីៗពី Channel យើងខ្ញុំ
សូមព្រះជាម្ចាស់បានប្រទានពរជួបគ្នានៅវីដេអូក្រោយ